បន្ទាប់អាកាសអាមេរិកចាប់ផ្ដើមទម្លាក់គ្រាប់បែកខួងដីបំផ្លាញប្រព័ន្ធកំជ្រួចអ៊ីរ៉ង់នៅច្រក Hormuz បាទម្សិលមិញនេះគឺអាមេរិកទម្លាក់គ្រាប់បែកដែលមានទម្ងន់200 តោនជាងបងប្អូនគឺ2267គីឡូវា500ផោនគ្រាប់បែកហ្នឹងគឺជាគ្រាប់បែកប្រភេទខួងដីបងប្អូនគឺខួងចូលទៅរូងដីឲ្យបានផ្ទុះដូចគ្រាប់បែកបរិមាណូអញ្ចឹងដើម្បីបំផ្លាញប្រព័ន្ធកំជ្រួចអ៊ីរ៉ង់ដែលលាក់នៅក្រោមដីឲ្យបាញ់មកលើនាវាដឹកប្រេងនៅច្រក Hormuz ព្រោះអាមេរិកចង់រំដោះច្រក Hormuz ហើយកំទេចកំជ្រួចដែលនៅកាងនៅតំបន់ច្រក Hormuz នេះបើសិនជាអាមេរិកគ្រប់គ្រងបានតម្លៃប្រេងនឹងចុះថោកដោយស្វ័យប្រវត្តិហើយអញ្ចឹងអាមេរិកកំពុងតែសម្រាប់ទម្លាក់គ្រាប់នៅតំបន់នោះពីលើដែនអាកាសដោយប្រើគ្រាប់ប្រភេទ5000តោនសំទោស5000ផោនដែលស្មើនឹងប្រហែលជា20តោនសំទោស2តោនជាងនេះគឺមួយគ្រាប់ហ្នឹងគឺអាចដល់លានដុល្លារណាបងប្អូនប៉ុន្តែកំទេចប្រព័ន្ធក្រោមដីព្រោះអីតែឃើញកញ្ជ្រួចបាញ់ចេញអ៊ីរ៉ង់នឹងមានកញ្ជ្រួចក្រោមដីច្រើនណាស់បងប្អូនព្រោះអ៊ីរ៉ង់សង់កញ្ជ្រួចឬក៏លាក់កញ្ជ្រួចក្រោមដីនេះប្រហែល3សតវត្ស3ទសវត្សហើយបងប្អូនចឹងច្រើនប៉ុន្តែសួរថារួចខ្លួនទេឥឡូវប្រព័ន្ធអាកាសប្រព័ន្ធនាវាអ៊ីរ៉ង់ខ្ទេចខ្ទីអស់ហើយនៅតែប្រព័ន្ធកញ្ជ្រួចក្រោមដីនឹង drone ទេ drone នេះគឺនឹងរងការវាយប្រហាររបស់ប្រព័ន្ធឡាស៊ែរបស់អាមេរិកដែលគេទើបផលិតហើយបាញ់មកគ្រាប់អស់តែ$3ទេទម្លាក់ drone នឹងបានមិនចាំបាច់ប្រើលានដុល្លារដោយកញ្ជ្រួចផ្លោងអីទេដូច្នេះអាហ្នឹងគឺជារឿងដែលគេទប់ហើយបើសិនជាក្រោមដីហ្នឹងតែបាញ់ចេញមកគឺ GPS របស់អាមេរិកចាប់បានគឺកំទេចខ្ទេចខ្ទីដូច្នេះអ៊ីរ៉ង់គឺនៅចាំតែថ្ងៃលើកទង់ជ័យសដែរទេវាពិបាកអញ្ចឹងដែរនិយាយពីរឿងអ៊ីរ៉ង់នេះគឺមានប្រធានាធិបតីសំទោសនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ិនយ៉ាមិននេតានយ៉ាហ៊ូបានចេញសារកាលពីម្សិលមិញនេះអបអរសាទរពិធីបុណ្យមួយរបស់អ៊ីរ៉ង់ដែលជាប្រពៃណីគាត់ធ្វើរាល់តែឆ្នាំទេហើយសារនេះធ្វើឲ្យមានការភ្ញាក់ផ្អើលព្រោះលើកទឹកចិត្តប្រជាពលរដ្ឋអ៊ីរ៉ង់ឲ្យក្រោកបះបោតតាំងជាមួយនឹងរបបផ្ដាច់ការអ៊ីរ៉ង់ហើយបានទទួលការគ្រប់គ្រងពីអ៊ីរ៉ង់គាត់គ្រប់គ្រងប្រជាពលរដ្ឋអ៊ីរ៉ង់ហើយសារនេះក៏បង្ហាញថាលោកនេតានយ៉ាហ៊ូអត់ទាន់ស្លាប់ដោយពាក្យចចាមអារាមទេព្រោះអីគេថាអ៊ីស្រាអែលប្រធានាធិបតីនាយករដ្ឋមន្ត្រីនេះត្រូវបានអ៊ីរ៉ង់បាញ់កញ្ជួយទៅស្លាប់អីអញ្ចឹងសារនេះគឺគាត់បានបញ្ជាក់ថាគាត់នៅរស់ទេអត់មានបញ្ហាទេប្រជាវិធនយោបាយព័ត៌មានអញ្ចឹងទៅហើយចុងក្រោយមានពីរទៀតគឺនាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងភេរវកម្មរបស់រដ្ឋបាលលោកត្រាំលាឈប់ពីតំណែងដោយសារមិនគ្រប់គ្រងសង្គ្រាមនៅអ៊ីរ៉ង់បាទនាយកនេះខ្លាំងមែនតើតែងតាំងដោយលោកត្រាំសោះប្រយុទ្ធប្រឆាំងនឹងភេរវកម្មគឺគាត់ចុះហត្ថលេខាសុំលាឈប់មកគាត់ឈ្មោះ Joe Kent លោក Joseph Kent នេះគឺគាត់ប្រាប់ថាគាត់អត់អាចនៅធ្វើការបានទេដោយសារតែលោកគិតថាអ៊ីរ៉ង់អត់មានការគម្រាមកំហែងដោយការឃោសនាសោះអញ្ចឹងគាត់មិនអាចនឹងលេបចូលអញ្ចឹងគាត់សុំលាឈប់ប៉ុន្តែគាត់អរគុណដែលបានធ្វើការនៅក្នុងរដ្ឋបាលនេះពីមុនមកគាត់ប្រាប់ថាគាត់មិនអាចធ្វើក្បត់មនសិការខ្លួនឯងទេហើយសង្ឃឹមថាលោកត្រាំនឹងដកថយអីអញ្ចឹងគាត់និយាយហើយរកវិធីអីផ្សេងទៅកុំឲ្យនាំអាមេរិកធ្លាក់ចូលក្នុងស្ថានភាពចំនួនពិភពលោកកាន់តែជ្រាលជ្រៅជាងនឹងអីទៀតបាទនៅអាមេរិកចឹងបងប្អូនព្រោះអ្នកដែលគេមានមនសិការគឺគេសុកចិត្តដើរចេញអញ្ចឹងគេមិននៅប្រថាប់ត្រាជ័យធ្លាក់ទឹកហើយអើទេខ្ញុំសរសើរអាមេរិកកន្លែងអញ្ចឹងហើយខ្ញុំជឿថាចង់ឲ្យយើងមើលតាមគេខ្លះទៅយើងកុំឲ្យអើពេកហ៊ាននិយាយការពិតហ៊ាននិយាយតវ៉ាហ៊ានលាឈប់លាអីចឹងខ្លះទៅការងារពេលខ្លះវាបាយ3ពេលទេតែធ្វើអីក៏រស់ដែរតែកុំលក់ឧត្តមគតិបាទឥឡូវអស់ឲ្យបងប្អូនព័ត៌មាននេះខ្ញុំស្លេះត្រឹមប៉ុណ្្នឹងដោយសារតែខ្ញុំដល់ពេលចូលធ្វើការទៅហើយបើលឺលុះខ្វះខាតអីត្រង់ណាយើងនឹងផ្សាយតបតទៀតនៅយប់ថ្ងៃស្អែកតាមពេលវេលាម៉ោងដដែលបាទខ្ញុំបាទសូមអរគុណបងប្អូនរីត្រីសួស្ដីបងប្អូននៅស្រុកខ្មែរសូមទទួលទានដំណេកឲ្យលងលក់ស្កប់ស្កល់ស្អាតប្រឹងធ្វើការយកលុយទៅសងមីក្រូហ្នឹងតទៅទៀតហើយបងប្អូននៅស្រុកអាមេរិកអរុនសួស្ដីជួបគ្នារីត្រីនេះទៀតបាទសូមអរគុណសូមជម្រាបលា